ស្ដីឥឡូវនេះបងប្អូននេះជាដំណាំក្រៅផ្ទះរបស់ខ្ញុំមានពោតមានអំពៅមានដើមក្រូចឆ្មាមានជីពងមាន់មានម្ទេសមានជីបន្លាមានលឹកគ្រៃមានល្ពៅហើយមានត្រាវមានស្អំមានដើមត្រពុតញងកំពុងតកាហើយនឹងផ្លែអរគុណព្រះអង្គនៅឆ្នាំនេះត្រូវបានប្រទានហើយត្រាប់ខ្ញុំបានផ្លែអង្គការជាច្រើនហើយនេះជាជីពងមាន់ប្រើមិនអស់ទេហើយនោះខាងនោះគឺអំពៅហើយនឹងក្រូចឆ្មាមានគ្រប់ទាំងអស់អត់ខ្វះទេហើយឥឡូវនេះខ្ញុំកំពុងតែបង្ហាញអំពីត្រសក់ផ្អកខ្ញុំកំពុងតែឡើងទ្រើងនេះត្រសក់ផ្អកកំពុងតែឡើងទ្រើងហើយនេះដើមក្រូចសើចទៅតែដើមនេះមិនដឹងជារស់ឬងាប់ទេហើយនេះបន្លែផ្អែមហើយនោះគឺដើមប្រទាលកតុយកពើហើយនឹងដើមខ្លះគេហៅកធុំថេតខ្លះគេហៅកឆែតខ្លះគេហៅសម្បួយអញ្ចឹងទៅនេះរ៉េជីពងមាន់អញ្ចឹងទៅអូខេនេះគឺជាកន្លែងលាងចាននៅក្រៅផ្ទះការរាវចានសម្រាប់កាត់ចានក្រោយពីលាងចានរួចហើយនេះគឺជាដើមផ្លុំផ្លុំអីព្រូនខ្ញុំទើបតែបានដាំបានមួយឆ្នាំជាងឯនេះមួយឆ្នាំជាងទេហើយនេះគឺជាគឺជាដើមស៊ូពីមុននៅខាងនោះឥឡូវខ្ញុំដូរមកកន្លែងនេះវិញដើមស៊ូផ្លែច្រើនណាស់ឆ្នាំតំណាញ់ប្រើមិនអស់ប៉ុន្តែដល់បេះទុកយូរទៅវាខូចដែរអត់នៅបានយូរដែរឥឡូវនេះទៅឆែកលើសម្លខ្ញុំកំពុងតែស្លប្រហើរស្លប្រហើរឆ្នាំសម្លប្រហើរសម្លប្រហើរដងប្រហឹកណាបងប្អូនធ្លាប់ទេលោកមើលរសជាតិមិនដែរ